សូមស្វាគមន៍មកកាន់កម្មវិធីគូមូតា VIP ឆ្នាំ2025ត្រូវឲ្យបងប្អូនទាំងអស់គ្នាឆ្នាំនេះគឺថារៀងប្លែកតែម្ដងដោយសារអីមានពួកខ្ញុំជាពិធីករយ៉ាងសង្ហានៅក្នុងវគ្គទី1នេះតែម្ដងត្រូវទេពិសេសមែនតែនឹងគូប៊ូតាគឺផ្ដល់ជូនសិទ្ធពិសេសជូនអតិថិជនបាទនៅរង្វាន់សន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមកនៅឆ្នាំ2025នេះបាទអញ្ចឹងសម្រាប់អតិថិជនគូប៊ូតាទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យចំនួន5បាទទី1គឺការបញ្ចុះតម្លៃទៅលើគ្រឿងបន្លាស់ឈុតថែទាំ 20% បាទទី2នោះគឺអតិថិជននឹងទទួលបានកំប៉ុងសាច់ប្រាក់ 30% សម្រាប់អតិថិជនចាស់ដែលវិលត្រឡប់មកទិញគូប៊ូតាម្ដងទៀតទី3គឺសេវាកម្មត្រួតពិនិត្យគ្រឿងចាក់ដល់ផ្ទះបងប្អូនចំនួន3ដងដែលឥតគិតថ្លៃបាទទី4នោះគឺបងប្អូននឹងទទួលបានកញ្ចប់ថែទាំគេហៅថាកញ្ចប់ពិសេសដែលហៅកាត់ថា KM ទី5ពុកម៉ែបងប្អូននឹងទទួលបានការណែនាំអំពីការប្រើប្រាស់គ្រឿងចាក់ពីជាងបច្ចេកទេសគូប៊ូតាបដិញ្ញាផ្ដល់ជូនសេវាកម្មយ៉ាងពិសេសទៅដល់អតិថិជនសូមអតិថិជនទាំងអស់ទទួលយកសេវាកម្មដ៏ល្អឯក5យ៉ាងនេះជាបន្តសូមពុកម៉ែបងប្អូនទាំងអស់គ្នាទៅជួបជាមួយនឹងក្រុមការងារគូប៊ូតាចង់ដឹងថាគាត់មានអីចង់បង្ហាញខ្លះតោះទៅទស្សនាទាំងអស់គ្នាបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំបាទផៃសុភ័ណ្ឌថ្ងៃនេះបាទយើងវិលមកជួបគ្នាម្ដងទៀតហើយក្នុងឆ្នាំ2025នេះបាទហើយឃើញថារយៈពេល3ខែកន្លងផុតទៅដែលពុកម៉ែបងប្អូនបាទប្រជាកសិករបាទប្រកបមុខរបរធ្វើស្រែបាទកសិកម្មរបស់យើងបាទហើយទិន្នផលយ៉ាងម៉េចដែរបងប្អូនបាទហើយប្រាក់ចំណូលវិញបានល្អទេបាទសង្ឃឹមថាពុកម៉ែបងប្អូនបាទបានទិន្នផលល្អនិងមានប្រាក់ចំណូលខ្ពស់ផងដែរបាទហើយសម្រាប់នៅប្រទេសកម្ពុជារបស់យើងវិញបាទដំណាំចម្ការគឺជាដំណាំមួយសំខាន់ដែរបាទដែលជួយបង្កើននៅប្រាក់ចំណូលរបស់ពុកម៉ែបងប្អូនឲ្យបានកាន់តែច្រើនបាទហើយបច្ចុប្បន្ននេះតើបងប្អូនប្រើប្រាស់នៅត្រាក់ទ័រស៊េរីមួយណាដែរសម្រាប់ធ្វើការងារចម្ការរបស់ពុកម៉ែបងប្អូនបាទបើសិនជាស្ទាក់ស្ទើរបាទខ្ញុំបាទសូមណែនាំជាមួយនឹងត្រាក់ទ័រមួយស៊េរីបាទគឺស៊េរី MU បាទដែលយើងមាន2 model បាទគឺ MU 5702ដែលមាន57កម្លាំងសេះបាទនិង MU 4902ដែលមាន49កម្លាំងសេះផងដែរបាទ tractor នេះគឺជា tractor មួយដែលជំនាញបាទទៅលើការងារចម្ការរបស់ពុកម៉ែបងប្អូនបាទដោយសារវាមានភាពធន់រឹងមាំបាទរហ័សរហួនបាទហើយវាមានទម្ងន់ធ្ងន់បាទមានទម្ងន់រហូតដល់ 2.8 តោនបាទហើយ tractor Series MU នេះគឺយើងភ្ជាប់មកជាមួយនឹងចង្កឹះលេខ Sankro Sathol ដែលទៅមុខថយក្រោយមានភាពរហ័សរហួនដែលយើងមិនបាច់ចាំឈប់ tractor មិនបាច់ចាំជន់ឈ្នន់អម្យ៉ាទេបាទអញ្ចឹងវាអាចធ្វើការបានយ៉ាងពេញប្រសិទ្ធភាពបាទទៅលើការងារចម្ការរបស់ពុកម៉ែបងប្អូនបាទក្រៅពី tractor MU Series ក៏យើងមានមួយ Series ទៀតដែលពុកម៉ែបងប្អូនតែងតែធ្លាប់ស្គាល់គ្រប់គ្នាតែម្ដងគឺ tractor Series M Series បាទ M Series បាទហើយជាពិសេសនោះគឺ M60 នេះតែម្ដងបាទដែលទៅតាមស្រុកភូមិរបស់ពុកម៉ែបងប្អូនទៅតំបន់ណាក៏ឃើញដែរឃើញថាពុកម៉ែបងប្អូនពេញនិយមមែនទែនសម្រាប់ Series មួយនេះបាទហើយសម្រាប់ M Series របស់យើងមិនមែនមានតែ M60 ប៉ុណ្ណឹងទេបាទគឺយើងមានទាំង M62 ខ្សែ M70 ខ្សែ M7508 M8808 និង M9808 បាទគឺច្រើនមែនទែនគឺជំនាញក្នុងការឈូសឆាយព្យួរនៃស្ដីស្រែចម្ការរបស់ពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍បាទចង់ទិញ tractor គូបូតារបស់យើងយកទៅប្រើប្រាស់ពុកម៉ែបងប្អូននឹងទទួលបានទំនុកចិត្តកាន់តែខ្ពស់បាទពីក្រុមហ៊ុនគូបូតាដោយយើង free កញ្ចប់ថែទាំបាទ KM Package រយៈពេល2ឆ្នាំដែលឥតគិតថ្លៃបាទហើយពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍បាទសូមទៅកាន់ភ្នាក់ងារចែកចាយដែលនៅជិតផ្ទះរបស់ពុកម៉ែបងប្អូនបាទដើម្បីសួរអំពីព័ត៌មានរបស់ tractor គូបូតារបស់យើងបាទអញ្ចឹងខ្ញុំបាទផៃសុភ័ណ្ឌថ្ងៃនេះក៏សូមអរគុណសូមជម្រាបលាវ៉ាវបងប្អូនទាំងអស់គ្នា tractor គូប៊ូតា M Series នេះគឺថាអែមរបស់គេតែម្ដងបងពេញចិត្តអត់បងគិតយ៉ាងណាដែរបើសិនជាគេឲ្យបងអូយមិនហ៊ានសម័យទេបើសុកសាប់គាត់ឲ្យមួយគ្រឿងមកណាជីវិតតែផ្លាស់ប្ដូរហើយជីវភាពក៏ផ្លាស់ប្ដូរដែរគាត់បានមួយគ្រឿងប៉ុន្តែគាត់ថាហ្នឹងគាត់តែក្តីសម័យណាប៉ុន្តែមិនដែរសុកណាគាត់ឲ្យយើងរាប់ម៉ឺនដុល្លារអញ្ចឹងទេមួយគ្រឿងមិនអាចទេបើបងឯងចង់បានណាមានអីពិបាកបងតោះមកមើលវីដេអូនេះទាំងអស់គ្នាជំរាបសួរអ្នកខ្ញុំកែវឡាំងហួរជាបុគ្គលិកផ្នែកបោករំលោះរបស់ក្រុមហ៊ុន Kubota Leasing Cambodia ថ្ងៃនេះនឹងខ្ញុំនឹងនាំពុកម៉ែបងប្អូនមកទស្សនានៃការចែករំលែកនៅបទពិសោធន៍ផ្ទាល់របស់អតិថិជនដែលបានប្រើប្រាស់នៅសេវាកម្មបោករំលោះ Kubota Leasing ដើម្បីក្លាយទៅជាម្ចាស់ផលិតផល Kubota តោះសូមជួយទស្សនាទាំងអស់គ្នាខ្ញុំប្រើសេវាបោករំលោះ Kubota ហ្នឹង5ឆ្នាំហើយតាំងពី
ឆ្នាំ2020មកខ្ញុំចូលរួមបងខាងគូតាហ្នឹងក៏ត្រូវបងមុន30%ហើយខាងគូតាក៏ស្រួលក៏អត់មានយកប្លង់ដីប្លង់ផ្ទះអីទេប្រើសេវាកម្មខាងគូតាមកខ្ញុំវាក្នុងគ្រួសារខ្ញុំជីវភាពខ្ញុំវាធូរធារច្រើនជាងមុន យ៉ាងមិនដែរពុកម៉ែបងប្អូន Kubota Leasing ពិតជាមានភាពងាយស្រួលមែនទែនទាំងការផ្ដល់ជូនជម្រើសនៃការបង់រំលោះដើម្បីបំពេញទៅតាមតម្រូវការរបស់បងប្អូនដូចជា 1. ជម្រើសនៃការបង់រំលោះដែលមានភាពបត់បែន ទី 2 នោះគឺដំណើរការស្នើសុំប្រាក់កម្ចីបានយ៉ាងឆាប់រហ័ស និងទី 3 គឺតម្រូវឲ្យមានឯកសារតិចតួចប៉ុណ្ណោះដោយគ្មានទ្រព្យបញ្ចាំ ហើយសម្រាប់អតិថិជនដែលធ្លាប់បានប្រើប្រាស់នៅសេវាកម្មបង់រំលោះរបស់ Kubota Leasing ពីមុនមកនិងមានបំណងចង់ត្រឡប់មកប្រើប្រាស់សេវាកម្មបង់រំលោះរបស់យើងម្ដងទៀតនោះយើងនឹងផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជាទី 1 នោះគឺការដាក់ប្រាក់ចូលរួមដំបូងចាប់ពី 30% ឡើងទៅបូករួមជាមួយនឹងអត្រាការប្រាក់ពិសេសនិងថែមទាំងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៀតប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ដឹងពីជម្រើសនិងព័ត៌មាននៃការបង់រំលោះរបស់យើងសូមធ្វើការតាក់ទងមកកាន់តំណាងចែកចាយ Kubota ឬតំណាងផ្នែកលក់របស់ក្រុមហ៊ុនដែលនៅជិតលោកអ្នកតាមរយៈលេខទូរស័ព្ទ 1800 20 កុដ 89 ចាកុំភ្លេចខលមកទាំងអស់គ្នាណានាងខ្ញុំសូមអរគុណសូមជម្រាបលា មិនដែរបងលក្ខខណ្ឌញីពី KLC អញ្ចឹង គ្មានបញ្ហាអីវែងឆ្ងាយឥឡូវទៅយកមួយហើយអញ្ចឹង ខ្ញុំតន់អាចទៅមើលមកមើលវីដេអូក្រុមសម្ដែងរបស់ផាន់ដងតិចមកចង់ដឹងថារឿងខ្លីនឹងល្អមើលប៉ុណ្ណាតោះទៅមើលទាំងអស់គ្នាបងរងមានរឿងអីមានរឿងអី ទៅមកនោះ ហេកូនមកទៅអី ក៏ឲ្យញោមប្តីប្រាំង អើយនេះកូនស្រីចង្រៃនាងឯងបបាក់មកអញទាត់តែបានអ៊ំវិធី ហេអ៊ំឯងមិនបានមកកាន់ឈើកាន់អីដេញកូនស្រីមើលតែកូនស្រីនឹងស្អីហីអ៊ំ អញចង់ឲ្យវាយកប្តីប្រាំង អ៊ំចុះប្តីខ្មែរខុសកន្លែងណាអ៊ំបានអ៊ំឯងឲ្យនាងទៅយកប្តីប្រាំងចឹងអ៊ំ ឯងមិនឃើញបារាំងទេខ្ពស់ក៏ខ្ពស់វែងក៏វែងធំក៏ធំឯងចង់យកឯងកទីកទឿកតន់ចឹងអី Baby, I love you. Don't stop Okay. អូអាប៉ានេះញ៉ៃញ៉ៃម៉េច What? I love you, my baby. My baby ស្អី អើយណែអាកូនបងបាយយ៉ាងម៉េចមិនបានជាឯងរត់កិច្ចគេដូចជាគេនឹងចោលប្លន់ចឹង ចូលមកដល់ចោលហ្នឹង គេបែតចោលទេគេជាជនជាតិឌីសេរីយ៉ាកាន់កាឌីស្ថានមើលប្រព័ន្ធរបស់គេទៅយ៉ាងណាឯងត្រូវតែឲ្យគេប៉ះដៃប៉ះជើងយ៉ាងចឹងកុំស្អប់ខ្ពើមគេពេកគេបានចាស់ទុំដឹងលឺហើយ ដឹងលើតពុកឯងហ្នឹងខ្ញុំមិនដឹងលើជាមួយទេ ណែកុំសំដីខ្លាំងពេកណាអាត្រង់បាយឪដឹងលឺឯងមិនឲ្យតម្លៃគេទេត្រង់អានិស្សិតសុកស្រែទៅថើបទៅអោបលមូតគ្នាពេញបដុកច្បាៅ ហើយពួកឯងនិយាយចំខ្លាចគាត់ដឹងទេ អើយវាជនជាតិគេវាចេះស្ដាប់ខ្មែរមែន Ba? Can you speak ខ្មែរ Tik. អូយខ្ញុំមិនយកគាត់ទេខ្ញុំទៅរកបង្រងខ្ញុំមុខហ្នឹង អើយប្រាក់នៅអ៊ីឡូ go with me ធូទៅរកយកស៊ី go with me មកអើយ បង្រង មានរឿងអីមានរឿងអី ទៅមកនោះ ហេកូនមកទៅអី ក៏ឲ្យញោមប្តីប្រាំង អើយនេះកូនស្រីចង្រៃនាងឯងបបាក់មកអញទាត់តែបានអ៊ំវិធី ហេអ៊ំឯងមិនបានមកកាន់ឈើកាន់អីដេញកូនស្រីមើលតែកូនស្រីនឹងស្អីហីអ៊ំ អញចង់ឲ្យវាយកប្តីប្រាំង អ៊ំចុះប្តីខ្មែរខុសកន្លែងណាអ៊ំបានអ៊ំឯងឲ្យនាងទៅយកប្តីប្រាំងចឹងអ៊ំ ឯងមិនឃើញបារាំងទេខ្ពស់ក៏ខ្ពស់វែងក៏វែងធំក៏ធំឯងចង់យកឯងកទីកទឿកតន់ចឹងអី អ៊ំទោះបីខ្ញុំកទឿកតន់មែនប៉ុន្តែខ្ញុំមានជាតិអ៊ំ ជាតិស្អីឯងនេះមិនខុសពីមនុស្សឡប់ទេឯងមកជួស្រែមើលការតុបតែងខ្លួនរបស់ឯងនេះសិតស្អីពាក់ខ្វល់សេនេះសពតែអ្នកអង្គុយធ្វើការក្នុងអอฟហ្វិសឯងបាញ់តែងខ្លួនចាំមកជួស្រែឯងមកមិនឡប់ក៏ឈួតដែរ អ៊ំការតែងខ្លួនបែបនេះគេហៅថាកសិករសម័យថ្មីអ៊ំ អើយ អ៊ំឯងក៏មើលងាយខ្ញុំណាអ៊ំឯងសួរវាច្បាស់មើលវាធ្វើការងារអីបានអ៊ំឯងហ៊ានលើកកូនស្រីអ៊ំឯងតើឲ្យវាសឿម្លេះ ម៉ៃប្រាដេអ៊ីឡូធ្វើការអីប្រាប់គេ ខ្ញុំធ្វើការនៅសៀមរាបម្ដុំ Pub Street ឯងឃើញទេគេធ្វើការនៅសៀមរាបម្ដងផាត់ត្រីប្រកាសជាបើកហាងហើយហាងអីគេ ខ្ញុំលក់វត្ថុអនុស្សាវរីយ៍ លក់ម៉េច អូខ្ញុំលក់មួយកញ្ច្រែងដើរលក់ចល័តតាមហាង អើយណែ10ម៉ែបាត់ក្មេងទៅបាត់មិនប្រាប់ឲ្យច្បាស់ទេមុនដំបូងសិនតែធ្វើការនៅសៀមរាបអើយទៅណែមួយប្រុសខ្សែកធំមក ជអ៊ំនិយាយមួយថ្ងៃនឹងស្រឡឹងឃើញខ្សែកចុះ អើយចាចាំងភ្នែកមកតលឹងមួយ អានេះ
បើនិយាយទៅ2តឡឹងកន្លះតិចទៀតថែម1តឡឹងទៀតគ្រប់3តឡឹងតែម្ដង ក៏កូនស្រីអ៊ំវានៅតែនេះជួយធ្វើឲ្យគ្នាមកខ្សែដែរទៅបាទអ៊ំយាយអត្រារបស់អូនឯងដែរ បាទអត្រារបស់ខ្ញុំតើអ៊ំ អូយអានោះក្រ10000ទេ បាទនិយាយទៅខ្ញុំមានបានសពថ្ងៃនេះគឺដោយសារតាត្រាក់ទ័រគូមូតា M60 នឹងឯងគឺជួយជីវភាពខ្ញុំខ្លាំងណាស់កាលពីមុនខ្ញុំនៅរៀនខ្ញុំនៅធ្វើការនៅភ្នំពេញប៉ុន្តែខ្ញុំគិតមើលថាខ្ញុំចង់រកលុយខ្លួនឯងខ្ញុំចង់ឆាប់មានបានខ្ញុំទិញត្រាក់ទ័រគូមូតាមកប្រកបរបរអាជីវកម្មធ្វើឲ្យខ្ញុំនឹងមានបានកាន់តែខ្លាំងតែម្ដងហើយមិនតែប៉ុណ្ណោះត្រាក់ទ័រគូមូតារបស់ខ្ញុំនេះចំណាយតិចហើយយើងទទួលបានផលច្រើនទៀត អើយអ៊ំពិតជាស្កោចសើមែនដែលក្មេងសោះប៉ុន្តែកំណត់ចេះដឹងមានទស្សនវិស័យវែងឆ្ងាយចាប់ពីថ្ងៃនេះទៅអ៊ំមិនបំបែកបំបាក់ទេឯងស្រឡាញ់គ្នាចោលណាក៏ប៉ុន្តែនេះករបស់កូនស្រីអ៊ំវាមិនតាន់តនេវាមិនតាន់មានខ្សែកទេមិនបានលៃលោកកូនអ៊ំមកខ្សែអ៊ំមកខ្សែមក បាទអ៊ំខ្ញុំនឹងខំប្រឹងដើម្បីឲ្យពុកក្មេកហើយនឹងនេះអនាគតប្រពន្ធរបស់ខ្ញុំអ៊ំ ល្អណាស់អើយទៅណាសាសគ្នាទៅអ៊ំទៅហើយ បាទអញ្ចឹងខ្ញុំមិនមកអាចអែបគៀនច្បាំងអីបានទេអ៊ំអត់អីណាកុំធ្វើអញ្ចឹងខុសប្រពៃនេះចាប់ការហើយបាទទៅហើយ ប្តី បាទ អត់ច្រឡំបង ហានណាគេប្តី ច្រឡំ ច្រឡំហ៎ហើយមានកាយអូន ម៉ាក់ខ្ញុំឲ្យមកមើលបងឯងជួស្រែហើយនៅហ្នឹងណា អត់ទាន់បានជួពងរៀបចំជួតែមួយផ្លែតហើយព្រោះអីនេះគូបូតាបងបងនេះគឺអែហ្មងអូននិយាយទៅកម្លាំងខ្លាំងស៊ីប្រេងតិចសំចៃខ្ពស់មួយផ្លែតគឺហើយតែម្ដងបាច់ភ័យទេ ម៉ាក់ខ្ញុំតែសើបងឯងណាបកាយឲ្យតែកធំទៀត ហ្នឹងហើយមានខ្សែកមានកៅអៅធំធំស្អាតបាតស្លីបពាក់ហ្នឹងគឺដោយសារណែត្រាក់ទ័រគូបូតានេះជួយច្រើនណាស់ពេលតនេជួដីខ្លួនឯងប្រមូលផលខ្លួនឯងហើយយើងតនេយើងទៅស៊ីឈ្នួលដូចបងស៊ីឈ្នួលឲ្យម៉ាក់ឯងអញ្ចឹងណា អូយបងនៅក្មេងឲ្យឡើងឆ្លាតហ្មង ហ្នឹងហើយចឹងអីទេណាទៅកន្លែងមកលោកបងជួឲ្យម៉ាក់ឯងមកផ្លេតណា បាយបង អើយអញហើយអញសង្ស័យណាលេងបានជួលហើយ អូយមើលហើយអែណាស់មកអញ្ចឹងមក ទៅណា ទៅ ថាមិនទាន់ទៅមើលណែមកមើលគេបង្ហាញពីរបៀបថែទាំសិនកុំឲ្យថាយើងទិញមកថ្មីហើយប្រើប្រាស់បានយូរ អូខេអញ្ចឹងមកចុះមើលក៏បានដែរឯណាមើលណាអមើលនោះហ៎ ជំរាបសួរបាទខ្ញុំបាទឈ្មោះសំសម្បត្តិជាជាងសេវាកម្មប្រចាំក្រុមហ៊ុនគូបូតាថ្ងៃនេះខ្ញុំចង់មកណែនាំអតិថិជនក៏ដូចជាទស្សនិកជនដែលតាមដានកម្មវិធីនេះអំពីបញ្ហាញាក់ផាលរបស់ត្រាក់ទ័រស៊េរី M60 ខ្សែផងដែរបាទដូច្នេះពុកម៉ែបងប្អូនប្រកាសជាចង់ដឹងច្បាស់ហើយថាការញាក់ផាលគឺបណ្ដាលមកពីបញ្ហាអ្វីខ្លះបាទខ្ញុំមាន4ចំណុចទី1ខ្នោះបញ្ជាលើកផាលមានសភាពរលុងឬមានសើដោយសារការប្រើប្រាស់របស់អតិថិជននិងភាពសឹករិចរិលនៃអាយុការប្រើប្រាស់នឹងមិនបានថែរក្សាតាមការណែនាំរបស់ជាងបច្ចេកទេសចំណុចទី2ដាច់អូរិញវ៉ាន់សុវត្ថិភាពនៅខាងក្រោមកៅអីរបស់អ្នកបើកបរបណ្ដាលមកពីអតិថិជនផ្ទុកទម្ងន់លើសចំណុះហើយបើកបរដោយមិនបានបិទវ៉ាន់សុវត្ថិភាពនៅពេលបើកបរចំណុចទី3អាចបណ្ដាលមកពីភាពសឹករិចរិលរបស់វ៉ាន់លើកដង្កល់ចំណុចទី4អាចបណ្ដាលមកពីភាពសឹករិចរិលឬដាច់ក្រវ៉ាត់វិញពីស្ទង់ហៃដ្រូលីកបាទសម្រាប់ចំណុចទី3និងទី4បញ្ហាគឺបណ្ដាលមកពីការប្រើប្រាស់ប្រេងកខ្វក់ឬប្រេងខូចគុណភាពឬអតិថិជនមិនបានផ្លាស់ប្ដូរតម្រងប្រេងហៃដ្រូលីកតាមការណែនាំរបស់ជាងបច្ចេកទេសឬក៏ពុកម៉ែបងប្អូនប្រើប្រាស់ផលិតផលคล้ายៗដែលមិនមែនជាផលិតផលរបស់ក្រុមហ៊ុនគូបូតាបាទសម្រាប់អាការៈញាក់ផាលនៅពេលដែលពុកម៉ែបងប្អូនលើកផាលឡើងលើហើយទុកចោលដោយមិនបន្លត់ត្រាក់ទ័រអាការៈមានការញាក់ពី5ទៅ10ដងក្នុង1នាទីឬអាចញឹកញាប់ជាងនេះបាទពិធីការពារសូមអតិថិជនផ្លាស់ប្ដូរប្រេងនិងគ្រឿងបង្គុំទៅតាមតារាងថែទាំនិងស្ដាប់ការបញ្យល់របស់ជាងបច្ចេកទេសផងដែរខ្ញុំបាទសម្បត្តិសូមអរគុណ អូញញច្បាស់អញ្ចឹងមានអីត្រូវចម្លែកចិត្តឈប់ឆ្ងល់ហើយ ហ្នឹងហើយតោះឥឡូវយើងទៅមើលពីការជ្រើសរើសប្រេងលម្អិតសុទ្ធពីគូបូតា អូខេ សូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទឈ្មោះយុសង្ហៈនឹងមកណែនាំអំពីការប្រើប្រាស់ប្រេងលម្អិតត្រាឆាងដើម្បីឲ្យត្រាក់ទ័ររបស់ពុកម៉ែបងប្អូនមានប្រសិទ្ធភាពនិងប្រើប្រាស់ឲ្យបានកាន់តែយូរអង្វែងមិនត្រឹមតែការថែទាំជាប្រចាំនោះទេប៉ុន្តែទាមទារឲ្យពុកម៉ែបងប្អូនប្រើប្រាស់នៅប្រេងដែលត្រឹមត្រូវដើម្បីឲ្យត្រាក់ទ័ររបស់ពុកម៉ែបងប្អូនបង្កើននៅកម្លាំងកាន់តែខ្លាំងផងដែរប្រេងលម្អិតត្រាឆាងត្រូវបានផលិតឡើងជាពិសេសដើម្បីតម្រូវទៅលើប្រព័ន្ធទាំង3របស់ត្រាក់ទ័រក្នុងនោះមានដូចជាប្រព័ន្ធហ្វ្រាំងប្រព័ន្ធប្រអប់លេខហើយនិងប្រព័ន្ធហៃដ្រូលីកនៅពេលដែលប្រព័ន្ធទាំង3របស់ត្រាក់ទ័រពុកម៉ែបងប្អូនបានប្រើប្រាស់នៅប្រេងលម្អិតដែលត្រឹមត្រូវនិងមានគុណភាពនោះធ្វើឲ្យត្រាក់ទ័ររបស់ពុកម៉ែបងប្អូនអាចដំណើរការបានយ៉ាងពេញប្រសិទ្ធភាព
គ្រប់ស្ថានភាពនៃការងារដោយឡែកប្រេងរំអិលត្រាឆាងមានសន្ទុះនៃការប្រើប្រាស់ជាច្រើននាពេលបច្ចុប្បន្ននេះយើងឃើញថាប្រេងคล้ายៗហើយនឹងប្រេងដែលគ្មានការអនុញ្ញាតត្រឹមត្រូវបាននឹងកំពុងចរាចរនៅលើទីផ្សារនេះផងដែរហើយប្រេងរំអិលคล้ายៗទាំងនោះដែលបានចរាចរលើទីផ្សារនោះមើលទៅវាដូចជារបស់សុទ្ធមែនទែនក៏ប៉ុន្តែវាមិនមានធាតុផ្សំសំខាន់ដែលត្រាក់ទ័ររបស់ពុកម៉ែបងប្អូនមានតម្រូវការនោះទេការដែលប្រើប្រាស់នៅផលិតផលคล้ายៗអាចនឹងធ្វើឲ្យម៉ាស៊ីនរបស់ពុកម៉ែបងប្អូនចុកខ្សោយអាចនឹងមានការចំណាយទៅលើការជួសជុលហើយខាតទាំងពេលវេលាក្នុងការធ្វើការហើយអ្វីទាំងនេះគឺជាអ្វីដែលពុកម៉ែបងប្អូនមិនចង់ជួបប្រទះទៅលើម៉ាស៊ីនរបស់ពុកម៉ែបងប្អូនអញ្ចឹងសួរថាតើធ្វើយ៉ាងណាដើម្បីឲ្យពុកម៉ែបងប្អូនឆែកមើលដឹងថាផលិតផលនោះគឺជាផលិតផលសុទ្ធឬក៏คล้ายៗបាទពិតជាងាយស្រួលមែនទែនពុកម៉ែបងប្អូនគ្រាន់តែបើក Kubota App ដើម្បីបើកមុខងារក្នុងការ scan QR code ទៅលើប៊ីដុងប្រេងដើម្បីផ្ទៀងផ្ទាត់មុននឹងធ្វើការបញ្ជាទិញគ្រប់ផលិតផលប្រេងសុទ្ធត្រាឆាងសុទ្ធតែមាន QR code នៅលើប៊ីដុងប្រេងទាំងអស់ដោយពុកម៉ែបងប្អូនគ្រាន់តែ scan QR code ដើម្បីផ្ទៀងផ្ទាត់ដើម្បីធានាថាម៉ាស៊ីនរបស់ពុកម៉ែបងប្អូនទទួលបានការថែទាំបានយ៉ាងល្អបំផុតផងដែរដូច្នេះការជ្រើសរើសប្រេងដែលត្រឹមត្រូវគឺជាការវិនិយោគមួយសម្រាប់អនាគតត្រាក់ទ័ររបស់ពុកម៉ែបងប្អូនផងដែរហើយវានឹងជួយកាត់បន្ថយភាពសឹករិចរិលគ្រឿងបង្គុំផ្នែកខាងក្នុងនៃម៉ាស៊ីនត្រាក់ទ័ររបស់ពុកម៉ែបងប្អូនដែលអាចនឹងកើតឡើងដោយមិនបានរំពឹងទុកផងដែរមុននឹងពុកម៉ែបងប្អូនបញ្ជាទិញប្រេងសូមពុកម៉ែបងប្អូនចំណាយពេលបន្តិចក្នុងការ scan QR code ដើម្បីធានាថាការជ្រើសរើសប្រេងសម្រាប់ម៉ាស៊ីនរបស់ពុកម៉ែបងប្អូនពិតជាត្រឹមត្រូវបាទខ្ញុំបាទសូមអរគុណសូមជម្រាបលាមិនដែរពុកម៉ែបងប្អូនសម្រាប់មាតិកាទាំងអស់នេះតើបងប្អូនពេញចិត្តអត់ អញ្ចឹងបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះកុំភ្លេចចែករំលែកវីដេអូនេះទៅជាចំណេះដឹងដល់បងប្អូនឲ្យទៀតឲ្យគាត់បានទស្សនាផងបាទ អញ្ចឹងសម្រាប់ថ្ងៃនេះពួកយើងតាពីរនាក់សូមអរគុណសូមជម្រាបលា